baថ្ងៃនេះថ្ងៃទី14ខែ7ឆ្នាំ2026ពួកអក្សរបានមកដល់ការដ្ឋានស្ថិតនៅស្រុកជើងព្រៃខេត្តកំពង់ចាមបាទម្ដុំ6ស្គុណប្រភេទវីឡាគឺបាទប្រភេទវីឡាបាទទំហំ612បាទ612មានអក្សរអឺខាងក្រោយបាទស្អាតមែនទែនបងប្អូនបាទការឋានយើងឥឡូវតិចមែនទែនអក្សរតិចមែនទែនបាទនៅកំពង់សោមួយនៅកំពង់ចាមមួយគឺចេះមួយសៀមរាបមួយបាទចិត្តហើយអស់ហើយសិតតែការងារប្រហើយអាចនឹងការងារនៅសៀមរាបហើយបន្ទាប់មុនគេបាទអាចនឹងសៀមរាបហើយមុនគេបាទហើយការឋាននេះស្ថិតនៅស្រុកជើងព្រៃខេត្តកំពង់ចាមម្ដុំ6ស្គុណបាទជាប្រភេទសំឡងឥត10បាទ6គុណ12បាទជើងក្រោមយើងឥត20ស្លាប់ជើងយើងឥត10បាទការងារថ្ងៃនេះរៀបចំផ្នែកខាងក្រោមរបស់យើងសម្អាតដីចាក់សាបបាទជូនគាត់1ម៉ែត្រជុំវិញបាទសអើយខាងក្រោយមកអែមតែម្ដងបាទហើយវ៉ាន់ការ៉ូទ្វាយើងកំពុងតែកំងមកបញ្ចប់ទាំងអស់ហ្មងជាកញ្ចប់ទាំងការ៉ូទាំងទ្វាទាំងពាដានគឺចូលជាមួយគ្នាបាទដើម្បីសូត្រការងារនេះបញ្ចប់ឲ្យតាន់សភាពការតិចបាទការងារនេះគឺចង់យឺតហើយបាទត្រូវតែមកសម្រុកណាមួយការឋានរបស់យើងឥឡូវសតិចមែនតើសតិ4ទេចប់ការងារអ្នកហ្វេនបាទហ្វេនដែលចង់សាងសង់ផ្ទះអាណិតពូអក្សរាបាទជួយយកពូអក្សរាទៅសាងសង់ផ្ទះជូនផងបាទចប់ការងារ4កម្រងទៀតគឺចប់អត់តែអត់មានការឋានថ្មីទេគឺពូអក្សរាដល់ដេកទីហើយបាទ6 12បាទអត់តូចទេបាទគឺមើលទៅគឺសំល្មមបាទខាងក្នុងជាអីបានបន្ទប់គេ3ហើយផ្ទះនេះចាស់ផ្ទះក៏យកតែ2ទេបាទសមបានទូភ្ញៀវកំពុងតែរៀបចំឲ្យខាងក្រៅមកឲ្យមើលជាងយើងពូជាងប្រាថ្នាំពូជាងបាទខាងក្នុងរបស់យើងបាទមកអែមសម្រាប់មកប្រើនេះគឺបញ្ចប់ការងារនេះបន្ទាប់ពីសៀមរាបបាទសៀមរាបយើងខ្ទង់មកទៅទៀតចប់ការងារ100%បាទការងារស្គុំយើងមួយនេះបាទទៀមបញ្ចប់បន្ទាប់ពីខេត្តសៀមរាបមកបាទនេះប្រពន្ធមេជាងឥឡូវនេះមិនទៅតែកូនជាងពីមុនកូនជាងឥឡូវឡើងមេជាងដែរឥឡូវទៅមេជាងប្រុសឥឡូវលេងហ៊ានជាមួយលេងហ៊ានក្អកហើយតាំងពីជូនកបោឲ្យឥឡូវនេះឡើងមេជាងដែរមានអីស្មើគ្នាឥឡូវប្តីប្រពន្ធគេតែមានឲ្យប្តីសម្រាប់អញ្ចឹងណាវាគ្នាហើយខាងក្នុងយើងគឺបែបនេះបាទពីដានចូលការ៉ូចូលទ្វារចូលជាមួយគ្នាតែម្ដងទង់2ថ្ងៃទៅ3ថ្ងៃទៀតគឺយើងដឹកចូលហើយបាទគង់តែកំងបាទពុកម៉ែបងប្អូនដែលមានតម្រូវការសាងសង់បាទអាចតាក់ទងមកបានតាមលេខទូរស័ព្ទ097 97 95 197បាទពីខ្ញុំពូក្រាស់បាទសូមអរគុណ